ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះអុកសុភ័ណ្ឌជាគ្រូនិស្សិតថ្នាក់ A នៅក្នុងវីដេអូនេះដែរនាងខ្ញុំនឹងមកសង្ខេបមេរៀនទី3ការវាយតម្លៃផ្អែកលើចំណេះដឹងនិងដំណើរការបញ្ញាតាមការយល់ឃើញរបស់ខ្ញុំបន្ទាប់ពីខ្ញុំបានអានមេរៀនទី3រួចតែការវាយតម្លៃបែបណាដែលចាត់ទុកថាជាការវាយតម្លៃដែលអាចទុកចិត្តបានការវាយតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើមចេញជាមួយនឹងការពណ៌នាច្បាស់ៗនៅសម្បទាសិក្សារំពឹងទុករបស់សិស្សគឺការកំណត់ការសិក្សារបស់សិស្សថាសិស្សនឹងត្រូវរៀនអ្វីនិងសិក្សាអ្វីខ្លះពីមេរៀនមួយនិងកំណត់ច្បាស់ៗនៃលទ្ធផលរំពឹងទុកគឺយើងកំណត់ដូចជាតាមរយៈគោលបំណងវត្ថុបំណងស្តង់ដារឬក៏អ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងបន្ទាប់ពីគាត់បានសិក្សាមេរៀននោះរួចនិងពិនិត្យឡើងវិញនៅឥទ្ធិពលដែលជះទៅលើការសិក្សារបស់សិស្សនិងការវាយតម្លៃឥទ្ធិពលដែលអាចជះលើការសិក្សារបស់សិស្សនិងការវាយតម្លៃមានដូចអាចជាចំណេះជំនាញនិងចរិតលក្ខណៈនៃសតវត្សទី21ដូចជាជំនាញបច្ចេកវិទ្យាការចូលរួមនៃការប្រើប្រាស់ជំនាញ Digital បណ្ដាញទំនាក់ទំនងសង្គមនិងបច្ចេកទេសទំនើបជាដើមដូចមួយទៀតជំនាញនៃការចូលរួមឬក៏សហការជំនាញនៃការចូលរួមនៃសហការគឺការដែលអាចធ្វើការងារជាក្រុមមានការសហការគ្នាមានការអាចមានជំនាញក្នុងការគ្រប់គ្រងចំនួនឬក៏មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនជាដើមមួយទៀតជំនាញនៃការយល់ដឹងឬក៏ចំណេះដឹងគឺជំនាញនេះយើងអាចយកចំណេះដឹងទាំងនោះយកទៅដោះស្រាយបញ្ហាធ្វើការសម្រេចចិត្តការគិតវិនិច្ឆ័យនិងការបង្កើតអ្វីដែលថ្មីជំនាញមួយទៀតគឺចំណេះដឹងនៃមុខវិជ្ជាសំខាន់ឬក៏ជាស្នូលដូចជាភាសាអង់គ្លេសគណិតវិទ្យាវិទ្យាសាស្ត្រសង្គមនិងសិល្បៈជាដើមនិងមួយទៀតការយល់ដឹងពីសកលមានដូចជាការសិក្សាភាសាបរទេសការសិក្សាពីវប្បធម៌ការរស់នៅចម្រុះរបស់ប្រជាជនលើពិភពលោកនិងមួយទៀតតកតងជាមួយនឹងទំនាក់ទំនងគឺយើងអាចធ្វើទំនាក់ទំនងបានតាមរយៈការនិយាយឬក៏ការសរសេរហើយទំនាក់ទំនងនោះយើងអាចធ្វើវាទៅជាសកលបានតាមរយៈការសិក្សាភាសាបរទេសមួយទៀតគឺការរៀបចំមានដូចជាការរៀបចំការចូលរួមការលើកទឹកចិត្តការតស៊ូចេញជាគំនិតផ្ដួចផ្ដើមឬក៏ការចេះគ្រប់គ្រងខ្លួនឯង